សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel រឿងនិទានវេទមន្តខ្មែរទាំងអស់គ្នាមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីតាមដាននិងទទួលបានវីដេអូថ្មីៗពីយើងខ្ញុំរឿងគ្រូអាគមទាំង3ប៉ះនឹងមហន្តរាយដែលងងឹតភាគបន្តបន្ទាប់ពីមហាសានបាតគ្រូមន្តអាគមដ៏ធំប្រចាំសតវត្សដែលបានធ្វើឡើងនៅកំពូលភ្នំច័ន្ទគតិលោកគ្រូកែវលោកគ្រូភឿននិងលោកគ្រូឋានបានសម្រេចចាត់ចូលនិវត្តន៍ពីពិភពអាគមដ៏ស្មុគស្មាញដើម្បីទៅគង់នៅស្ងៀមស្ងាត់តាមព្រៃភ្នំរៀងៗខ្លួនលោកគ្រូកែវបានតាំងអាស្រមនៅគូហាពន្លឺពេជ្រជ្រៅក្នុងព្រៃហេមពៀនផ្ចង់ស្មារតីចម្រើនមេត្តាភាវនានិងគ្រប់គ្រងសត្វព្រៃទាំងពួងលោកគ្រូភឿនបានទៅគង់នៅច្រឡងភ្នំភ្លើងគ្រប់គ្រងលើធាតុទាំង4ដីទឹកភ្លើងខ្យល់និងសិក្សាពីក្បួនយន្តបុរាណលោកគ្រូឋានបានសម្រេចចាត់រស់នៅលើកោះអសុរាដែលជាទីកន្លែងអាចកំបាំងហុំព័ទ្ធដោយសមុទ្រខ្មៅដើម្បីទប់ស្កាត់ពួកវិញ្ញាណអាក្រក់មិនឲ្យឡើងមករាតតបាតពិភពមនុស្សសន្តិភាពហាក់ដូចជាកើតមានឡើងរហូតដល់យប់មួយនៅយប់ពេញបូរមីស្រាប់តែព្រះច័ន្ទដែលធ្លាប់តែភ្លឺច្បាស់បានប្រែទៅជាពណ៌ក្រហមឆៅដូចឈាមធាតុអាកាសប្រែប្រួលភ្លាមនៅគូហាពន្លឺពេទ្យផ្កាឈើទាំងឡាយដែលលោកគ្រូកែវបានដាំចាប់ដើមរស់រយស្វិតស្រពន់ភ្លាមសត្វស្លាបទាំងឡាយស្រែកយំយ៉ាងរន្ធត់លោកគ្រូកែវបើកព្រះនេត្រឡើងឃើញថាកែវមុនីដែលលោកធ្លាប់ប្រើសម្រាប់មើលឆតបានប្រះឆាជា3បំណែកនៅច្រឡំភ្នំភ្លើងដែលធ្លាប់តែឆាកនៅមាត់រងភ្នំរបស់លោកគ្រូភឿនបានរលត់ទៅវិញហើយចំនួនមកវិញដោយខ្យល់បាក់ដ៏ត្រជាក់យន្តការពីអាស្រមរបស់លោកបានឆែកខ្លោចខ្មៅនៅកោះអសុរាលោកគ្រូឋានដែលកំពុងសូត្រមន្តដាក់ស្វិញ្ញាណស្រាប់តែមានអារម្មណ៍ថាត្រាដ៏ធំដែលលោកបានដាក់បិទផ្លូវក្រមសមុទ្រកំពុងតែរង្គើខ្លាំងឡើងសំឡេងសើចដ៏ព្រឺព្រួយរបស់ស្ដេចបិសាចក្រុងរាត្រីបានលាន់ឮឡើងលោកគ្រូទាំង3យល់ឃើញព្រមគ្នាក្នុងពេលតែមួយថាមហន្តរាយធំមកដល់ហើយត្រាដ៏ធំដែលឃុំស្ដេចបិសាចក្រុងរាត្រីបានបាក់បែកហើយដោយមិនបងអាំងយូរលោកគ្រូទាំង3បានប្រើមន្តអាគមបង្រុញដីធ្វើដំណើររាប់រយយោជន៍មកជួបជុំគ្នានៅប្រាសាទកណ្ដាលដែលជាចំណុចកណ្ដាលនៃអំណាចវេទមន្តក្នុងពិភពលោកគ្រូភឿនដែលមកដល់មុនគេបានស្រែកសួរដោយកំហឹងបងកែវបងឋានតើអ្នកណាជាអ្នកលុបដោះលែងវាត្រានោះត្រូវបានយើងទាំង3បិទវារួមគ្នាកាលពី500ឆ្នាំមុនលោកគ្រូឋានដែលមានទឹកមុខស្ងប់ស្ងាត់ជាងគេតែពោពេញដោយក្តីបារម្ភបានឆ្លើយថាមិនមែនមានអ្នកណាបាក់ទេគឺពេលរបស់វាបានមកដល់ហើយវត្តដាក់ងងឹតបានវិលត្រឡប់មកវិញលើកនេះវាមិនមែនមានតែស្ដេចបិសាចក្រុងរាត្រីតែម្នាក់ឯងទេគឺវាបាននាំយកមេតបទាំង3របស់វាមកជាមួយផងដែរលោកគ្រូកែវដែលជាបងធំគេបានបិទភ្នែករួចតាំងសមាធិមួយសន្ទុះពេលបើកភ្នែកឡើងវិញលោកបានមានប្រសាសន៍ថាប្អូនអើយពិភពលោកកំពុងស្ថិតនៅគ្រោះថ្នាក់ហើយអំណាចរបស់យើងម្នាក់មិនអាចទប់ទល់នឹងវាបានឡើយស្ដេចបិសាចក្រុងរាត្រីបានបែងភៀកខ្លួនវាជា3កម្លាំងរបស់វាកំពុងតែរាវដាលលោកគ្រូកែវចង្អុលទៅទិសទាំង3 1មេតបទី1គឺមជ្ឈរាជរោហ្គាវាបានទៅទិសខាងកើតបង្កើតជាជំងឺរាតត្បាតដ៏ចម្លែកមនុស្សម្នាកំពុងស្លាប់រដូវកូរ៉ូណាល់លោកគ្រូភឿនប្អូនជាអ្នកស្ទាត់ជំនាញខាងធាតុនិងឱសថបុរាណសូមប្អូនទៅទិសខាងកើតដើម្បីបញ្ឈប់វា2មេតបទី2គឺមេតបម៉ាយ៉ាវាបានទៅទិសខាងលិចបង្កើតជាអបមុនអាគមបង្ផាន់ចិត្តមនុស្សឲ្យស្អប់ខ្វាមគ្នានិងសម្លាប់រង្កោគ្នាឯងលោកគ្រូឋានប្អូនជាអ្នកពូកែខាងមុនសន្ទុំនិងកំចាត់វិញ្ញាណសូមប្អូនទៅទិសខាងលិចដោះស្រាយបញ្ហានេះ3ចំណែកមេតបចុងក្រោយលោកគ្រូកែវឈប់បន្តិចគឺអសុរាដែកវាជាមេតបដែលខ្លាំងបំផុតកំពុងធ្វើដំណើរមកកាន់រាជធានីម៉ាស់ដើម្បីបំផ្លាញប្រភពថាមពលប្របត្តិមនុស្សលោកបងកែវនឹងទៅទប់ទល់វាដោយខ្លួនឯងលោកគ្រូភឿននិងលោកគ្រូឋានងក់ក្បាលព្រមព្រៀងគ្នាពួកគេដឹងថានេះជាបេសកម្មដ៏គ្រោះថ្នាក់បំផុតក្នុងជីវិតរបស់ពួកគេលោកគ្រូឋានបោះកងចាក់វិញ្ញាណឲ្យទៅលោកគ្រូភឿនហើយនិយាយថា
บองเพื่อนนี่ជាកងចាក់ដែលអាចកាត់ផ្ដាច់ជំងឺរាតត្បាតបានតែវាត្រង់ការឈាមរបស់បងដើម្បីបើកផ្លូវได้លោកគ្រូភឿនក៏ហុចក្របពូតមហាផាតភីឲ្យទៅលោកគ្រូឋានប៉នឋានក្របពូតនេះឲ្យដោះលូតឡើងទំលូฟគ្រប់ម៉ាយាកាបាប្អូនប្រាមុនអាគុំផ្លូវរបស់ប្អូនដុតវាចំណែកលោកគ្រូកែវញញឹមតិចតាច់បងមិនមានអ្វីឲ្យប្អូនទេក្រៅពីភៀកជូនពចូលចង់ចាំថាទោះបីយើងបែកគ្នាតែអំណាចរបស់យើងនៅតែតបចូលគ្នានៅពេលដែលយើងកម្ចាត់មេតបទាំង3បានហើយយើងត្រូវតែទៅជួបគ្នាជាបន្ទាន់នៅច្រឡងភ្នំខ្មៅដើម្បីបិទវិញ្ញាណស្ដេចបិសាចក្រុងរាត្រីវិញមុនពេលវារួមបានកម្លាំងរបស់វាបានពេញលេញនិយាយចប់គ្រូអាគមទាំង3ក៏បំបែកខ្លួនជាពន្លឺ3ពណ៌ហក់ឆ្ពក់ទៅទិសទាំង3ការប្រយុទ្ធដ៏អស្ចារ្យទើបតែចាប់ផ្ដើមប៉ុណ្ណោះ